រស់នៅសាមញ្ញតែមានឥទ្ធិពលពេលណាដែលយើងកាន់តែប្រឹងផ្គប់ចិត្តគេពេកខ្លួនរបស់យើងក៏កាន់តែនឿយហត់ពេលណាដែលយើងកាន់តែប្រឹងអួតពីសម្ភារៈខ្លាំងពេកផ្លូវចិត្តរបស់យើងក៏កាន់តែទទេស្អាតនៅពេលដែលយើងកាន់តែប្រឹងប្រែងស្រវាទិញយកភាពល្អឥតខ្ចោះដើម្បីបំពេញភ្នែករបស់សង្គមដួងព្រលឹងនិងវិញ្ញាណរបស់យើងវាក៏កាន់តែស្ងួតហួតហែងទៅភាពជោគជ័យពិតប្រាកដគឺមិនចាំបាច់ទៅស្រែកប្រាប់នរណាទេអំណាចដែលខ្លាំងបំផុតវាគឺជាការដែលយើងប្រឹងអភិវឌ្ឍខ្លួនឯងដោយស្ងៀមស្ងាត់ហើយវាក៏ជាការដែលយើងកាត់បន្ថយភាពរញ៉េរញ៉ៃចោលដោយផ្ដោតទៅលើការកសាងសមត្ថភាពខ្លួនឯងដែលមិនចាំបាច់ប្រាប់ឲ្យនរណាដឹងឡើយដែលនេះគឺជាសិល្បៈនៃការរស់នៅដែលសាមញ្ញប៉ុន្តែមានឥទ្ធិពលដែលអ្នកជោគជ័យពិតប្រាកដភាគច្រើនពួកគេតែងតែធ្វើឥឡូវយើងសាកឈប់ខ្វល់ពីក្រសែភ្នែករបស់សង្គមហើយចាប់ផ្ដើមស្ដាប់ពីចិត្តសាស្ត្រទាំង30ឃ្លាបន្ទាប់នេះនោះវានឹងអាចកែប្រែទស្សនវិស័យនៃការយល់ឃើញរបស់បងប្អូនហើយវាក៏នឹងរំដោះសក្តានុពលរបស់បងប្អូនទាំងអស់គ្នាឲ្យចេញមកក្រៅក្នុងរយៈពេលដ៏ខ្លីផងដែរឥឡូវកុំឲ្យខាតពេលវេលាយូរតោះយើងទៅស្ដាប់ទាំងអស់គ្នា1ភាពសាមញ្ញមិនមែនជាការបោះបង់មហិច្ឆតាចោលឡើយតែវាជាការលុបបំបាត់នៅភាពរញ៉េរញ៉ៃដើម្បីឲ្យយើងមើលឃើញគោលដៅកាន់តែច្បាស់តាមទស្សនៈចិត្តសាស្ត្រភាពសាមញ្ញគឺជាការរៀបចំប្រព័ន្ធគំនិតឲ្យមានសណ្ដាប់ធ្នាប់និងមានភាពស្រឡះល្អប្រសើរនៅពេលដែលយើងកាត់បន្ថយរឿងណាដែលមិនចាំបាច់ចេញពីជីវិតរបស់យើងគូក្បាលរបស់យើងនឹងមានកន្លែងទំនេរច្រើនសម្រាប់ផ្ដោតលើអ្វីដែលសំខាន់បំផុតផ្ទុយទៅវិញប្រសិនបើយើងរស់នៅដែលពោរពេញទៅដោយភាពរញ៉េរញ៉ៃយើងច្បាស់ជាបាត់បង់នៃការចងចាំនិងការយកចិត្តទុកដាក់ទៅលើគោលដៅពិតប្រាកដរបស់យើងការរស់នៅបែបនេះវាទាមទារឲ្យយើងចេះបែងចែករវាងតម្រូវការចាំបាច់ពិតប្រាកដនិងសេចក្តីប្រាថ្នាដែលគ្មានព្រំដែនជាឧទាហរណ៍ជាក់ស្ដែងអ្នកជំនួញម្នាក់អាចស្លៀកពាក់សាមញ្ញជាប្រចាំដើម្បីសន្សំពេលវេលានិងថាមពលខួរក្បាលក្នុងការសម្រេចចិត្តលើរឿងតូចតាចការធ្វើបែបនេះជួយឲ្យគាត់មានថាមពលពេញលេញសម្រាប់យកទៅដោះស្រាយបញ្ហាធំៗនិងកសាងយុទ្ធសាស្ត្រអាជីវកម្មឲ្យកាន់តែជោគជ័យគុណប្រយោជន៍នៃការកាត់បន្ថយភាពស្មុគស្មាញនេះវាជួយកាត់បន្ថយភាពតានតឹងផ្លូវចិត្តបានយ៉ាងមានប្រសិទ្ធភាពដូច្នេះហើយការជ្រើសរើសជីវិតដ៏សាមញ្ញវាគឺជាយុទ្ធសាស្ត្រដ៏ឈ្លាសវៃដើម្បីរក្សាថាមពលឆ្ពោះទៅរកគោលដៅដោយមិនវង្វេងទិសដៅឡើយ 2. មនុស្សដែលស្គាល់គោលដៅច្បាស់ពួកគេតែងតែដើរយឺតប្រកបដោយភាពជឿជាក់ជាជាងរត់ត្របាញ់ដោយគ្មានទិសដៅពិតប្រាកដតាមផ្លូវចិត្តសាស្ត្រល្បឿនមិនមែនជាកត្តាកំណត់ភាពជោគជ័យជានិច្ចនោះទេតែភាពច្បាស់លាស់នៃគោលដៅទៅវាជារឿងសំខាន់បំផុតមនុស្សដែលមានស្មារតីរឹងមាំតែងតែជ្រើសរើសការបោះជំហានទៅមុខដោយសន្សឹមប៉ុន្តែប្រកបដោយការគិតគូរយ៉ាងហ្មត់ចត់ជានិច្ចប្រសិនបើយើងព្យាយាមប្រញាប់ប្រញាល់ពេកខួរក្បាលរបស់យើងងាយនឹងធ្លាក់ចូលទៅក្នុងស្ថានភាពដ៏តានតឹងហើយនឹងធ្វើឲ្យយើងងាយបោះបង់ចោលនៅកណ្ដាលទីការរស់នៅបែបសាមញ្ញវាជួយពន្យឺតល្បឿននៃសម្ពាធសង្គមដើម្បីឲ្យយើងមានពេលស្ដាប់បេះដូងនិងគំនិតរបស់ខ្លួនឯងជាឧទាហរណ៍ជាក់ស្ដែងសិស្សដែលចំណាយពេលរៀនមួយថ្ងៃ1ម៉ោងដោយស្ងប់ស្ងាត់តែងតែទទួលបានលទ្ធផលល្អជាងអ្នកដែលប្រឹងរៀនបន្តបន្ទាប់គ្នាជាង10ម៉ោងមុនថ្ងៃប្រឡងសកម្មភាពប្រចាំថ្ងៃដ៏សាមញ្ញនិងតូចតាចបែបនេះវាជាកម្លាំងចលករដែលរុញច្រានឲ្យយើងទៅដល់គោលដៅដោយសុវត្ថិភាពនិងមានភាពរឹងមាំបំផុតអត្ថប្រយោជន៍នៃការពន្យឺតល្បឿននេះវាជួយឲ្យផ្លូវចិត្តរបស់យើងមានតុល្យភាពនិងមិនងាយហត់នឿយអស់ថាមពលឡើយភាពជោគជ័យដ៏យូរអង្វែងតែងតែកើតចេញពីដំណើរដ៏សាមញ្ញដែលមិនចេះឈប់ឈរមិនមែនកើតចេញពីការរត់ត្របាញ់ដែលឆាប់ហត់នោះទេ3ការផ្ដោតអារម្មណ៍តែមួយក្នុងពេលតែមួយគឺជាអាថ៌កំបាំងនៃចិត្តសាស្ត្រដែលធ្វើឲ្យជីវិតសាមញ្ញបង្កើតបានលទ្ធផលដ៏អស្ចារ្យខួរក្បាលរបស់មនុស្សមិនត្រូវបានបង្កើតឡើងដើម្បីធ្វើកិច្ចការស្មុគស្មាញច្រើនក្នុងពេលតែមួយនោះទេការព្យាយាមធ្វើកិច្ចការច្រើនព្រមគ្នាគឺគ្រាន់តែជាការបោកបញ្ឆោតចិត្តដែលធ្វើឲ្យយើងគិតថាយើងកំពុងតែផលិតបានផលច្រើនតែប៉ុណ្ណោះតែតាមពិតទៅទម្លាប់នេះបានធ្វើឲ្យថាមពលនៃការផ្ដោតអារម្មណ៍របស់យើងធ្លាក់ចុះនិងបង្កើតអត្រានៃការធ្វើខុសកាន់តែច្រើនឡើងការរស់នៅបែបសាមញ្ញគឺជំរុញឲ្យយើងអនុវត្តនៃការផ្ដោតអារម្មណ៍តែមួយទៅលើកិច្ចការដែលនៅចំពោះមុខឧទាហរណ៍អ្នកនិពន្ធម្នាក់ដែលបិទទូរស័ព្ទនិងផ្ដោតទៅលើការសរសេររយៈពេល2ម៉ោងអាចបង្កើតស្នាដៃល្អជាងអ្នកដែលសរសេរបណ្ដើរលេងទូរស័ព្ទបណ្ដើរ
ការបំបត្តិរនាំងរំខានដែលសាមញ្ញនេះវាជួយគូក្បាលរបស់យើងអាចចូលទៅកាន់ស្ថានភាពនៃការផ្ដោតអារម្មណ៍កម្រិតដ៏ជ្រៅលទ្ធផលដែលទទួលបានពីការផ្ដោតអារម្មណ៍នេះមិនត្រឹមតែមានគុណភាពខ្ពស់ប៉ុណ្ណោះទេវាថែមទាំងជួយសន្សំថាមពលនៃពេលវេលារបស់យើងទៀតផងការធ្វើរឿងមួយឲ្យល្អឥតខ្ចោះម្ដងមួយគឺជាមាគ៌ាដ៏សាមញ្ញឆ្ពោះទៅរកភាពជោគជ័យដ៏ធំធេង 4. កុំបណ្ដោយឲ្យសំឡេងរំខានរបស់អ្នកដទៃមកលុបបំបាត់សំឡេងគោលដៅដ៏ស្ងប់ស្ងាត់នៅក្នុងចិត្តរបស់អ្នកនៅក្នុងសង្គមដែលពោរពេញទៅដោយការប្រកួតប្រជែងមនុស្សងាយនឹងរងឥទ្ធិពលពីមតិយោបល់ឬការរិះគន់របស់អ្នកដទៃខ្លាំងណាស់ការរស់នៅដោយសាមញ្ញគឺជាការកសាងជញ្ជាំងការពារផ្លូវចិត្តដែលរឹងមាំដើម្បីទប់ស្កាត់សម្ពាធពីមជ្ឈដ្ឋានខាងក្រៅមិនឲ្យចូលមកយាយីគំនិតរបស់ខ្លួនបានឡើយប្រសិនបើយើងតែងតែរស់នៅដើម្បីតែផ្គប់ចិត្តសង្គមយើងនឹងបាត់បង់អត្តសញ្ញាណរបស់ខ្លួនឯងហើយនឹងវង្វេងចេញពីគោលដៅដើមជាក់ជាមិនខានការរក្សាភាពស្ងប់ស្ងាត់នៅក្នុងចិត្តវាជួយឲ្យយើងអាចស្ដាប់ឮសំឡេងនៃការជំរុញចិត្តពីខាងក្នុងបានយ៉ាងច្បាស់ឧទាហរណ៍សិល្បករម្នាក់អាចបន្តគូគំនូរតាមស្ទីលផ្ទាល់ខ្លួនយ៉ាងសាមញ្ញដោយមិនខ្វល់ពីការប្រមាថរបស់អ្នកដទៃដែលមិនយល់ពីសិល្បៈរបស់ខ្លួនឡើយការជឿជាក់ទៅលើខ្លួនឯងបែបនេះគឺជាប្រភពថាមពលដែលជួយរុញច្រានឲ្យគាត់ឈានទៅដល់ចំណុចកំពូលនៃអាជីពរបស់គាត់នៅថ្ងៃណាមួយផ្លូវចិត្តដ៏រឹងមាំមិនមែនកើតឡើងដោយសារតែការតបតរាល់ពាក្យសម្ដីទៅវិញនោះទេតែវាកើតចេញពីការផ្ដោតទៅលើអ្វីដែលខ្លួនកំពុងតែធ្វើការរស់នៅដោយសាមញ្ញដោយដឹងខ្លួនឯងច្បាស់វាគឺជាអាវក្រោះការពារចិត្តពីសម្លេងរំខានដែលរារាំងដំណើរជោគជ័យរបស់យើង 5. អ្នកដែលមិនវង្វេងគោលដៅគឺជាអ្នកដែលចេះបដិសេធរឿងរាប់រយដើម្បីនិយាយថាយល់ព្រមចំពោះរឿងតែមួយដែលសំខាន់បំផុតសិល្បៈនៃការបដិសេធវាគឺជាជំនាញចិត្តសាស្ត្រដ៏សំខាន់បំផុតមួយសម្រាប់អ្នកដែលចង់សម្រេចគោលដៅធំរាល់ពេលដែលយើងនិយាយយល់ព្រមចំពោះរឿងដែលឥតប្រយោជន៍គឺយើងកំពុងតែនិយាយបដិសេធចំពោះក្តីសម័យរបស់ខ្លួនឯងដោយប្រយោលហើយការយល់ព្រមគ្រប់យ៉ាងដើម្បីតម្រូវចិត្តអ្នកដទៃវានឹងធ្វើឲ្យយើងវង្វេងផ្លូវនិងបាត់បង់ពេលវេលាដ៏មានតម្លៃសម្រាប់ខ្លួនឯងការរស់នៅបែបសាមញ្ញវាទាមទារឲ្យយើងមានព្រំដែនច្បាស់លាស់ក្នុងការប្រើប្រាស់ពេលវេលានិងកម្លាំងកាយចិត្តរបស់យើងជាឧទាហរណ៍សហគ្រិនម្នាក់ហ៊ានបដិសេធការជួបជុំផឹកស៊ីឥតប្រយោជន៍ដើម្បីយកពេលនោះមកសិក្សាស្រាវជ្រាវពីគម្រោងអាជីវកម្មថ្មីរបស់គាត់ទង្វើដ៏សាមញ្ញនៃការហ៊ាននិយាយបដិសេធនេះគឺជាកូនសោរបើកផ្លូវឲ្យគាត់អាចសម្រេចគោលដៅបានលឿនជាងអ្នកដទៃវាជួយថែរក្សាថាមពលផ្លូវចិត្តមិនឲ្យហត់នឿយជាមួយនឹងរឿងដែលមិនបម្រើទៅដល់ផលប្រយោជន៍នៃគោលដៅអនាគតរបស់យើងការចេះបដិសេធដោយភាពឆ្លៀសវៃវាគឺជាអាវុធដ៏មុតស្រួចដើម្បីការពារពេលវេលានិងភាពជោគជ័យរបស់យើង 6. ជំហានតូចៗជារៀងរាល់ថ្ងៃទោះបីជាមើលទៅដូចជាសាមញ្ញបន្តិចមែនតែវាមានថាមពលចិត្តសាស្ត្រដែលអាចរុញច្រានយើងឲ្យទៅដល់កំពូលភ្នំបានចិត្តសាស្ត្រនៃទម្លាប់តូចតាចបានបង្ហាញថាការធ្វើសកម្មភាពបន្តិចបន្តួចដោយស្ថិរភាពវាមានឥទ្ធិពលជាងការធ្វើសកម្មភាពធំដុំតែបានតែមួយឆាវគូក្បាលរបស់មនុស្សមិនសូវមានការប្រឆាំងតបតនោះទេនៅពេលដែលយើងចាប់ផ្ដើមធ្វើកិច្ចការតូចៗដែលសាមញ្ញនិងងាយស្រួលការព្យាយាមផ្លាស់ប្ដូរខ្លួនឯងឬក៏ធ្វើរឿងធំភ្លាមតែងតែបណ្ដាលឲ្យយើងឆាប់បាក់ទឹកចិត្តនៅពេលដែលជួបបញ្ហាឬក៏ឧបសគ្គលើកដំបូងការបោះជំហានម្ដងបន្តិចវាគឺជាការសន្សំកម្លាំងចិត្តដើម្បីបង្កើតឲ្យមានប្រសិទ្ធភាពសរុបយ៉ាងមហិមាជាឧទាហរណ៍អ្នកដែលចង់សរសេរសៀវភៅមួយក្បាលអាចចាប់ផ្ដើមដោយការសរសេរត្រឹមតែមួយទំព័រជារៀងរាល់ថ្ងៃប្រកបដោយភាពសាមញ្ញក្រោយរយៈពេល1ឆ្នាំគោលដៅដែលធ្លាប់តែមើលទៅធំនោះគឺត្រូវបានសម្រេចឡើងដោយមិនចាំបាច់ហត់នឿយនិងស្មុគស្មាញឡើយក្តីរំភើបដែលទទួលបានពីភាពជោគជ័យតូចៗប្រចាំថ្ងៃនេះវាគឺជាថ្នាំពៅផ្លូវចិត្តដ៏ពូកែដើម្បីទប់ទល់នឹងភាពខ្ជិលច្រអូសរបស់យើងដូច្នេះបើទោះបីជាដំណើរឆ្ពោះទៅរកគោលដៅមានលក្ខណៈសាមញ្ញក្តីក៏លទ្ធផលចុងក្រោយរបស់វារមែងតែងតែអស្ចារ្យជានិច្ច 7. កុំប្រៀបធៀបដំណើរជីវិតដ៏សាមញ្ញរបស់អ្នកទៅនឹងឆាកសម្ដែងដ៏អស្ចារ្យរបស់អ្នកដទៃនៅលើបណ្ដាញសង្គមមួយសោះការប្រៀបធៀបសង្គមវាគឺជាដើមហេតុ
ចម្បងដែលបំផ្លាញសេចក្តីសុខនិងការផ្ដោតអារម្មណ៍របស់មនុស្សនាសម័យ Digital នេះនៅពេលដែលយើងប្រៀបធៀបជីវិតពិតរបស់យើងទៅនឹងភាពស្រស់បំព្រងនៅលើបណ្ដាញសង្គមគឺយើងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងអន់ខ្សោយហើយអារម្មណ៍អវិជ្ជមាននេះវានឹងទាញទម្លាក់កម្លាំងចិត្តដែលធ្វើឲ្យយើងចង់បោះបង់គោលដៅនិងដើរទៅតាមស្តង់ដារคล้ายៗរបស់អ្នកដទៃវិញការរស់នៅដោយសាមញ្ញតម្រូវឲ្យយើងមានភាពចាស់ទុំខាងផ្លូវចិត្តដោយយល់ថាគ្រប់គ្នាមាននាឡិកាជីវិតដើរលឿនឬយឺតខុសៗគ្នាជាឧទាហរណ៍យុវជនម្នាក់មិនបាក់ទឹកចិត្តក្នុងការរៀនជំនាញនៅក្នុងរោងចក្រនោះទេបើទោះបីជាឃើញមិត្តភ័ក្តិបង្ហោះរូបដើរលេងក្រៅប្រទេសក៏ដោយព្រោះគាត់ស្គាល់ច្បាស់ពីគោលដៅរបស់ខ្លួនឯងការដែលមិនប្រៀបធៀបនេះវាជួយឲ្យគាត់រក្សាបាននូវភាពស្ងប់ស្ងាត់និងបន្តអភិវឌ្ឍខ្លួនឯងដោយគ្មានការរំខានអារម្មណ៍ការគោរពទៅលើដំណើរជីវិតដ៏សាមញ្ញរបស់ខ្លួនឯងវាគឺជាការព្យាបាលមុខរបួសផ្លូវចិត្តដែលអាចនឹងបង្កឡើងដោយសម្ពាធសង្គមការផ្ដោតទៅលើការប្រកួតប្រជែងជាមួយខ្លួនឯងកាលពីម្សិលមិញវាគឺជាមាគ៌ាតែមួយគត់ដែលការពារអ្នកពីការវង្វេងទិសដៅ 8. វិន័យក្នុងការរស់នៅដែលសាមញ្ញវាគឺជាស្ពានតែមួយគត់ដែលភ្ជាប់រវាងក្តីសម័យរបស់យើងទៅជាមួយនឹងការពិតវិន័យផ្ទាល់ខ្លួនវាគឺជាសមត្ថភាពខាងផ្លូវចិត្តដែលអាចគ្រប់គ្រងចំណង់បណ្ដោះអាសន្នដើម្បីសម្រេចបាននូវអត្ថប្រយោជន៍យូរអង្វែងការមានគោលដៅធំតែខ្វះវិន័យក្នុងការអនុវត្តទម្លាប់ប្រចាំថ្ងៃគឺប្រៀបបានទៅនឹងការសាងសង់ផ្ទះនៅលើដីខ្សាច់ដែលងាយនឹងរលំការរស់នៅដែលសាមញ្ញវាទាមទារនូវវិន័យដ៏រឹងមាំដើម្បីប្រកាន់ភ្ជាប់នូវគោលការណ៍ដែលយើងបានកំណត់ដែលមិនប្រែប្រួលទៅតាមអារម្មណ៍បើទោះបីជាពេលខ្លះយើងគ្មានកម្លាំងចិត្តក៏ដោយក៏វិន័យនេះឯងជាអ្នកអូសទាញយើងឲ្យបន្តធ្វើសកម្មភាពឆ្ពោះទៅមុខជានិច្ចជាឧទាហរណ៍អត្តពលិកម្នាក់មានវិន័យភ្ញាក់ពីព្រលឹមដើម្បីហាត់ប្រាណជារៀងរាល់ថ្ងៃបើទោះបីជាអាកាសធាតុត្រជាក់ហើយបើទោះបីជាពេលខ្លះពួកគេចង់គេងបន្តក៏ដោយក៏ពួកគេនៅតែបន្តក្រោកដើម្បីហាត់ប្រាណដែរព្រោះគោលដៅរបស់គាត់គឺដើម្បីដណ្ដើមយកមេដាយមាសការរក្សាទម្លាប់សាមញ្ញដដែលៗនេះវាគឺជាការបង្ហាត់ខួរក្បាលឲ្យមានភាពធន់និងមិនងាយចោះចាញ់ចំពោះឧបសគ្គនានាឡើយការមានវិន័យជួយកាត់បន្ថយភាពស្ទាក់ស្ទើរដែលតែងតែរារាំងយើងពីការចាប់ផ្ដើមកិច្ចការសំខាន់ៗប្រចាំថ្ងៃវិន័យដ៏សាមញ្ញនេះវាគឺជាកូនសោរវិតមុនដែលប្រែក្លាយក្តីសម័យនៅលើក្រដាសឲ្យคล้ายជាការពិតនៅក្នុងជីវិតរបស់យើង 9. ការបោះបង់ភាពល្អឥតខ្ចោះដើម្បីទទួលយកការរីកចម្រើនម្ដងបន្តិចវាគឺជាស្នូលនៃជីវិតដែលសាមញ្ញដែលជោគជ័យការគិតរំពឹងភាពល្អឥតខ្ចោះវាគឺជាទម្រង់នៃជំងឺផ្លូវចិត្តមួយយ៉ាងដែលតែងតែរារាំងមនុស្សមិនឲ្យបញ្ចេញសកម្មភាពឬមិនឲ្យយើងចាប់ផ្ដើមអ្វីមួយមនុស្សដែលជាប់អន្ទាក់នេះគឺតែងតែមានអារម្មណ៍ភ័យខ្លាចចំពោះការរិះគន់និងភ័យខ្លាចចំពោះការបរាជ័យរហូតដល់មិនហ៊ានធ្វើអ្វីសោះតែម្ដងផ្ទុយទៅវិញការរស់នៅបែបសាមញ្ញវាបង្រៀនយើងឲ្យផ្ដោតទៅលើការធ្វើឲ្យរួចរាល់ជាជាងការធ្វើឲ្យល្អឥតខ្ចោះយើងត្រូវតែទទួលស្គាល់ថាកំហុសឆ្គងគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរនៃការស្វែងរកបទពិសោធន៍ដើម្បីសម្រេចគោលដៅជាឧទាហរណ៍អ្នកបង្កើតកម្មវិធីទូរស័ព្ទដៃម្នាក់ព្រមបញ្ចេញកម្មវិធីជំនាន់ទី1ដ៏សាមញ្ញសិនដើម្បីស្វែងរកមតិកែលម្អជាជាងរងចាំតរតែល្អឥតខ្ចោះទៅបញ្ចេញការហ៊ានប្រឈមមុខនឹងភាពមិនល្អឥតខ្ចោះបែបនេះវាធ្វើឲ្យគាត់អាចអភិវឌ្ឍផលិតផលបានលឿននិងសម្រេចចំគោលដៅជាជាងការរងចាំចិត្តសាស្ត្រនៃការបោះបង់ភាពល្អឥតខ្ចោះនេះវាជួយរំដោះគំនិតយើងចេញពីការជាប់គាំងនៃការគៀបសង្កត់និងវាផ្ដល់ឲ្យយើងនូវភាពក្លាហានក្នុងការចាប់ផ្ដើមធ្វើអ្វីមួយការរីកចម្រើនមួយភាគជារៀងរាល់ថ្ងៃវាគឺមានតម្លៃនិងមានប្រសិទ្ធភាពជាជាងភាពល្អឥតខ្ចោះដែលគ្មានរូបរាង 10. យើងមិនអាចគ្រប់គ្រងខ្យល់ព្យុះនៃជីវិតបានទេតែយើងអាចគ្រប់គ្រងក្តោងទូករបស់យើងឲ្យឆ្ពោះទៅរកត្រីបានទ្រឹស្ដីនៃការគ្រប់គ្រងពីខាងក្នុងវាបញ្ជាក់ថាមនុស្សរឹងមាំគឺតែងតែផ្ដោតទៅលើអ្វីដែលខ្លួនឯងអាចគ្រប់គ្រងបានតែប៉ុណ្ណោះប្រសិនបើយើងចំណាយពេលខឹងសម្បាជាមួយនឹងបញ្ហាដែលនៅក្រៅខ្លួនយើងនឹងបាត់បង់ថាមពលទាំងស្រុងក្នុងការដោះស្រាយស្ថានភាពការរស់នៅបែបសាមញ្ញវាគឺជំរុញឲ្យយើងទទួលយកការពិតនៃឧបសគ្គហើយផ្ដោតចិត្តទៅលើសកម្មភាពផ្ទាល់ខ្លួនដើម្បីឆ្លើយតបទៅវិញការស្គាល់ពីគោលដៅខ្លួនឯងច្បាស់វាគឺជាត្រីវិស័យដែលជួយតម្រង់ទិសយើងបើទោះបីជាបរិយាកាសជុំវិញប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយជាឧទាហរណ៍អំឡុងពេលមានវិបត្តិសេដ្ឋកិច្ចម្ចាស់ហាងតូចម្នាក់មិនរអ៊ូរទាំពីទីផ្សារទេ
តែគាត់ព្យាយាមកាត់បន្ថយការចំណាយសាមញ្ញនិងការច្នៃសេវាកម្មរបស់គាត់ឲ្យទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើនការបង្វែរការផ្ដោតអារម្មណ៍មករកការប្រឹងប្រែងខ្លួនឯងនេះវាគឺជាយុទ្ធសាស្ត្រផ្លូវចិត្តដ៏អស្ចារ្យដើម្បីឆ្លងកាត់ការលំបាកវាជួយកាត់បន្ថយអារម្មណ៍នៃការអស់សង្ឃឹមនិងជំនួសមកវិញនូវអារម្មណ៍នៃការធ្វើជាម្ចាស់ចំពោះជោគវាសនារបស់ខ្លួនឯងភាពស្ងប់ស្ងាត់ក្នុងការគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯងវាគឺជាទូកដ៏រឹងមាំដែលអាចទប់ទល់នឹងគ្រប់ខ្យល់ព្យុះនៃបញ្ហាទាំងអស់11ការរស់នៅសាមញ្ញវាគឺជាការរំដោះខ្លួនចេញពីគុកនៃការយកចិត្តទុកដាក់ពីអ្នកដទៃតម្រូវការចង់ឲ្យអ្នកដទៃទទួលស្គាល់វាគឺជាចំណងផ្លូវចិត្តដ៏តឹងរ៉ឹងមួយដែលរារាំងមនុស្សមិនឲ្យរស់នៅជាខ្លួនឯងពិតប្រាកដនៅពេលដែលគោលដៅរបស់យើងត្រូវបានកំណត់ដោយការសរសើររបស់អ្នកដទៃយើងងាយនឹងធ្លាក់ទឹកចិត្តនៅពេលដែលគេលែងឲ្យតម្លៃការរស់នៅបែបសាមញ្ញជួយរំដោះយើងចេញពីសម្ពាធទាំងនេះដោយផ្ដោតទៅលើការពេញចិត្តចំពោះខ្លួនឯងវិញម្ដងភាពជឿជាក់ពិតប្រាកដវាកើតចេញពីការដឹងច្បាស់ថាគោលដៅដែលយើងកំពុងតែដើរគឺបម្រើឲ្យតម្លៃពិតនៃជីវិតរបស់យើងជាឧទាហរណ៍សិស្សពូកែម្នាក់រើសជំនាញរៀនកសិកម្មដែលខ្លួនស្រឡាញ់ជាជាងទៅរៀនពេទ្យតាមការចង់បានរបស់សាច់ញាតិទូទៅការសម្រេចចិត្តដោយឯករាជ្យបែបសាមញ្ញនេះគឺធ្វើឲ្យគាត់រៀនប្រកបដោយមានសេចក្តីសុខនិងមិនងាយហត់នឿយផ្លូវចិត្តពេលដែលជួបលំហាត់ដ៏ពិបាកឡើយការលែងខ្វល់ពីក្រសែភ្នែករបស់អ្នកដទៃវាជួយសន្សំថាមពលអារម្មណ៍បានយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់យកទៅធ្វើការដែលចាំបាច់ដូច្នេះសេរីភាពពិតប្រាកដគឺនៅពេលដែលយើងអាចបន្តគោលដៅខ្លួនឯងដោយមិនទាមទារសម្លេងទះដៃពីនរណាទាំងអស់12ការសម្រាកឲ្យបានគ្រប់គ្រាន់មិនមែនជាការបោះបង់គោលដៅទេតែវាជាយុទ្ធសាស្ត្រចិត្តសាស្ត្រដើម្បីធ្វើដំណើរឲ្យបានឆ្ងាយវប្បធម៌នៃការធ្វើការឲ្យហួសកម្លាំងគឺតែងតែបោកបញ្ឆោតយើងឲ្យគិតថាការសម្រាកគឺជាភាពខ្ជិលច្រអូសឬជាការចោះចាញ់តាមពិតទៅនៅក្នុងក្បួនចិត្តសាស្ត្រគូក្បាលនិងរាងកាយត្រូវការពេលវេលាដើម្បីជួសជុលនិងសាកថ្មឡើងវិញទើបអាចបន្តការងារប្រកបដោយប្រសិទ្ធភាពបានការរស់នៅដោយសាមញ្ញគាំទ្រឲ្យយើងផ្ដល់តម្លៃទៅលើការគេងការសម្រាកនិងការថែទាំសុខភាពផ្លូវចិត្តដោយមិនមានអារម្មណ៍ខុសឆ្គងបុគ្គលដែលមិនវង្វេងគោលដៅស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួននិងចេះថែរក្សាម៉ាស៊ីនជីវិតនេះឲ្យដំណើរការបានយូរអង្វែងជាឧទាហរណ៍អ្នកនិពន្ធកម្មវិធីកុំព្យូទ័រម្នាក់សុខចិត្តបិទកុំព្យូទ័រត្រឹមម៉ោង 9 យប់ដើម្បីគេងជាជាងអត់ងងុយរហូតដល់ទល់ភ្លឺហើយធ្វើការលេងកើតនៅថ្ងៃស្អែកការសម្រាកបែបសាមញ្ញនេះជួយឲ្យគូក្បាលរបស់គាត់ស្រឡះល្អនិងអាចរកឃើញនៅដំណោះស្រាយកូដដ៏ពិបាកនៅពេលដែលពួកគាត់ធ្វើការនៅពេលព្រឹកការចេះប្រើតុល្យភាពរវាងការងារនិងការសម្រាកនេះវាគឺជាយុទ្ធសាស្ត្រការពារមិនឲ្យយើងធ្លាក់ចូលទៅក្នុងបញ្ហាថប់បារម្ភនិងបញ្ហានៃការអស់កម្លាំងរ៉ាំរ៉ៃការឈប់សម្រាកដើម្បីដកដង្ហើមវាគឺជាការប្រមូលកម្លាំងដើម្បីបោះជំហានទៅមុខឲ្យបានកាន់តែរឹងមាំនិងឲ្យកាន់តែលឿនជាងមុន13អ្នកមិនចាំបាច់មានអ្វីគ្រប់យ៉ាងទើបអាចចាប់ផ្ដើមនោះទេតែអ្នកត្រូវចាប់ផ្ដើមដោយភាពសាមញ្ញទើបអាចមានអ្វីគ្រប់យ៉ាងនៅថ្ងៃខាងមុខការរងចាំពេលវេលាដ៏ល្អឥតខ្ចោះឬរងចាំតើតើមានធនធានគ្រប់គ្រាន់វាគឺជាលេសផ្លូវចិត្តនៃការពន្យាពេលដែលកប់ក្តីសម័យរបស់យើងចោលមនុស្សដែលឆ្ពោះទៅរកគោលដៅដោយមិនវង្វេងយល់ច្បាស់ថាជំហានដំបូងគឺតែងតែពោរពេញទៅដោយភាពខ្វះចន្លោះនិងមិនល្អឥតខ្ចោះឡើយការចាប់ផ្ដើមក្នុងលក្ខខណ្ឌដ៏សាមញ្ញបំផុតដែលយើងមានវាគឺជាការកំទេចនៅអាថ៌កំបាំងនៃភាពភ័យខ្លាចនៅក្នុងខួរក្បាលរបស់យើងយ៉ាងពិតប្រាកដគោលដៅដ៏ធំត្រូវបានសម្រេចឡើងដោយការបដុំចូលគ្នានៅសកម្មភាពតូចៗប្រចាំថ្ងៃដែលត្រូវបានចាប់ផ្ដើមដោយធនធានដ៏តិចតួចដែលយើងកំពុងតែមានជាឧទាហរណ៍ជាងថតរូបម្នាក់ចាប់ផ្ដើមថតរូបដោយប្រើត្រឹមទូរស័ព្ទដៃដ៏សាមញ្ញមួយដើម្បីរៀនពីបច្ចេកទេសរក្សាពន្លឺមុននឹងមានលុយទិញកាមេរ៉ាអាជីពប្រើការហ៊ានចាប់ផ្ដើមពីចំណុច0នេះគឺធ្វើឲ្យគាត់ទទួលបាននូវបទពិសោធន៍ផ្ទាល់ដែលជាទ្រព្យដ៏មានតម្លៃមិនអាចទិញបានសម្រាប់ភាពជោគជ័យនៅថ្ងៃអនាគតបាននោះទេការអនុវត្តបែបនេះជួយជំរុញឲ្យមានការរីកចម្រើននៅភាពជឿជាក់លើសមត្ថភាពខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃភាពក្លាហានក្នុងការចាប់ផ្ដើមទាំងបាតដៃទទេដោយភាពសាមញ្ញវាជាមូលដ្ឋានគ្រឹះនៃអំណាចដែលអាចបង្កើតនូវសមិទ្ធផលដ៏អស្ចារ្យនៅពេលខាងមុខ14ការរៀនសូត្រឥតឈប់ឈរដោយភាពសាមញ្ញនិងការដាក់ខ្លួនវាគឺជាអំណាចទុនដែលធ្វើឲ្យអ្នកមិនងាយនឹងបរាជ័យនោះទេនៅក្នុងចិត្តសាស្ត្រនៃទស្សនវិជ្ជាគំនិតរបស់អ្នកចាប់ផ្ដើម
វាគឺជាផ្នត់គំនិតដែលអនុញ្ញាតឲ្យមនុស្សស្រូបយកចំណេះដឹងថ្មីៗបានល្អបំផុតភាពមានអំនួតនឹងការគិតថាខ្លួនឯងចេះអស់ហើយវាគឺជាសត្រូវដែលធ្វើឲ្យយើងបិទទ្វារគំនិតនិងងាយវង្វេងចេញពីគោលដៅឆ្ពោះទៅរកភាពលងខ្លៅការរស់នៅបែបសាមញ្ញបង្រៀនយើងឲ្យចេះដាក់ខ្លួនប្រៀបបីដូចជាកែវទឹកដែលមិនទាន់បានពេញដើម្បីទទួលយកការកែលម្អជាប្រចាំអ្នកដែលមានគោលដៅខ្ពស់ពួកគេតែងតែដឹងថាពិភពលោកប្រែប្រួលរាល់ថ្ងៃហើយមានតែការរៀនសូត្រទេដែលធ្វើឲ្យពួកគេដើរទាន់សម័យកាលជាឧទាហរណ៍នាយកក្រុមហ៊ុនម្នាក់ចោះទៅសួរនាំនិងរៀនពីបទពិសោធន៍តាក់ទងនឹងអតិថិជនពីបុគ្គលិកថ្នាក់ក្រោមរបស់ខ្លួនយ៉ាងសាមញ្ញបំផុតការលះបង់នូវអំណួតនេះបានធ្វើឲ្យគាត់ទទួលបាននូវទិន្នន័យពិតប្រាកដដើម្បីយកទៅកែលម្អសេវាកម្មអាជីវកម្មឲ្យចំជាមួយនឹងគោលដៅផ្នត់គំនិតនៃការដាក់ខ្លួននេះជួយលុបបំបាត់នូវភាពលំអៀងខាងការគិតនិងធ្វើឲ្យការសម្រេចចិត្តមានភាពច្បាស់លាស់ជានិច្ចការអោនលំទោនដើម្បីរៀនសូត្របើទោះបីជានៅចំណុចខ្ពស់ក្តីវាគឺជាយុទ្ធសាស្ត្រផ្លូវចិត្តនៃការការពារខ្លួនមិនឲ្យធ្លាក់ចុះមកក្រោម15ការនិយាយស្ដីតិចតួចវាគឺជាភាពសាមញ្ញប៉ុន្តែបើរាល់ពាក្យតិចតួចទាំងនោះពោពេញទៅដោយគតិបណ្ឌិតនេះវាលែងជាភាពសាមញ្ញទៀតហើយនេះវាបង្ហាញពីអំណាចនៃភាពស្ងៀមស្ងាត់និងការគិតគូរបានយ៉ាងស៊ីជម្រៅមុននឹងនិយាយតាមភាសាផ្លូវចិត្តមនុស្សដែលនិយាយច្រើនតែងតែងាយនឹងបញ្ចេញនូវកំហុសឬក៏អារម្មណ៍ឆេវឆាវការរក្សាភាពស្ងៀមស្ងាត់និងនិយាយតែរឿងណាដែលចាំបាច់វាគឺជាទម្លាប់រស់នៅដ៏សាមញ្ញមួយតែយ៉ាងណាមិញការដែលយើងអាចនិយាយចេញមកហើយធ្វើឲ្យអ្នកស្ដាប់កែប្រែផ្នត់គំនិតបានវាគឺជាឥទ្ធិពលដែលមិនសាមញ្ញនោះទេជាក់ស្ដែងមេដឹកនាំដ៏ឆ្លៀសវៃគឺតែងតែស្ដាប់ច្រើនជាងនិយាយតែនៅពេលដែលគាត់និយាយគឺអាចដោះស្រាយបញ្ហាបានភ្លាមៗទង្វើនេះវាបង្ហាញថាពាក្យសម្ដីមានតម្លៃកាលណាវាចេញមកពីការចម្រាញ់នៃខួរក្បាលដែលមិនមែនប្រើតាមអារម្មណ៍ការចេះគ្រប់គ្រងមាត់របស់ខ្លួនឯងវាគឺជាសិល្បៈនៃការរស់នៅកម្រិតខ្ពស់ដូច្នេះភាពសាមញ្ញនៃការមិនសូវនិយាយបានលាក់ទុកនូវអាវុធបញ្ញាដ៏មុតស្រួចបំផុត16ចេះញញឹមទទួលយកការរិះគន់គឺជាភាពសាមញ្ញប៉ុន្តែការយកវាទៅស្ថាបនាខ្លួនឯងគឺជាភាពដែលមិនសាមញ្ញឡើយនេះគឺជាការបង្ហាញពីភាពចាស់ទុំខាងផ្លូវអារម្មណ៍របស់មនុស្សក្នុងការប្រឈមមុខនឹងពាក្យអវិជ្ជមានតាមធម្មជាតិនៃចិត្តសាស្ត្រមនុស្សទូទៅតែងតែមានប្រតិកម្មខឹងសម្បារនៅពេលដែលមានគេរិះគន់ខ្លួនការឆ្លើយតបដោយស្នាមញញឹមនិងភាពស្ងៀមស្ងាត់គឺជាកាយវិការដែលមើលទៅសាមញ្ញបំផុតផ្ទុយទៅវិញការមានសមត្ថភាពបំប្លែងពាក្យរិះគន់ទាំងនោះឲ្យទៅជាកម្លាំងជំរុញចិត្តវាគឺជារឿងដែលមិនសាមញ្ញនោះទេឧទាហរណ៍ជាក់ស្ដែងបុគ្គលិកដែលត្រូវមេស្ដីបន្ទោសហើយខំប្រឹងរៀនសូត្របន្ថែមរហូតបានឡើងតំណែងនោះគឺជាគំរូដ៏ល្អមួយរឿងនេះបានបញ្ជាក់ថាការគ្រប់គ្រងភាពអាត្មានិយមរបស់ខ្លួនឯងបានវាគឺជាកូនសោឆ្ពោះទៅរកអនាគតដ៏ជោគជ័យអ្នកដែលរស់នៅបែបនេះមិនងាយនឹងរងគ្រោះដោយសារតែសម្ដីរបស់អ្នកដទៃឡើយហើយទីបំផុតភាពសាមញ្ញនៃការញញឹមនេះវាបានបង្កើតនូវភាពអស្ចារ្យនៃការអភិវឌ្ឍខ្លួនឯង17ស្លៀកពាក់ធម្មតាគឺជាភាពសាមញ្ញប៉ុន្តែការមានអត្តចរិតថ្លៃថ្នូរវាគឺជាភាពដែលមិនសាមញ្ញឡើយឃ្លានេះគឺចង់លើកកម្ពស់តម្លៃខាងក្នុងរបស់មនុស្សជាជាងការតុបតែងរាងកាយពីខាងក្រៅនៅក្នុងចិត្តសាស្ត្រនៃសង្គមមនុស្សភាគច្រើនតែងតែវាយតម្លៃគ្នាទៅលើសម្លៀកបំពាក់និងម៉ាកយីហោល្បីៗការជ្រើសរើសសម្លៀកបំពាក់ធម្មតានិងស្អាតបាតវាគឺជាជម្រើសរស់នៅដ៏សាមញ្ញមួយប៉ុន្តែការបញ្ចេញនៅកាយវិការសុជីវធម៌និងសីលធម៌ដ៏ល្អឥតខ្ចោះវាគឺជាភាពទាក់ទាញដែលមិនសាមញ្ញនោះឡើយឧទាហរណ៍ជាក់ស្ដែងមហាសេដ្ឋីដូចជាលោក Bill Gates តែងតែស្លៀកពាក់សាមញ្ញធម្មតាតែគំនិតរបស់គាត់គឺមិនធម្មតាឡើយនេះវាបង្ហាញពីតម្លៃពិតរបស់មនុស្សគឺស្ថិតនៅលើអ្វីដែលពួកគេគិតនិងអ្វីដែលពួកគេធ្វើមិនមែនអ្វីដែលពួកគេពាក់នោះទេភាពថ្លៃថ្នូរពិតប្រាកដមិនអាចទិញបានដោយលុយឡើយដូច្នេះការរស់នៅសាមញ្ញពីខាងក្រៅតែសម្បូរហូរហៀទៅដោយគុណធម៌ពីខាងក្នុងវាគឺជាភាពល្អឥតខ្ចោះ18ការចេះអភ័យទោសវាគឺជាភាពសាមញ្ញប៉ុន្តែការរំដោះចិត្តចេញពីគំនុំនោះវាមិនមែនជារឿងសាមញ្ញនោះឡើយនេះគឺបង្ហាញពីការព្យាបាលរបួសផ្លូវចិត្តតាមរយៈការយោគយល់និងការព្រមលែងចោលនៅគំនុំនៅក្នុងខួរក្បាលតាមបែបវិទ្យាសាស្ត្រផ្លូវចិត្តការរក្សាគំនុំ
វាធ្វើឲ្យខួរក្បាលបញ្ចេញអរម៉ូនដែល stress ដែលមានតួនាទីក្នុងការបំផ្លាញសុខភាពរបស់ខ្លួនឯងការនិយាយពាក្យថាអភ័យទោសតាមមាត់វាជារឿងដែលងាយស្រួលនិងសាមញ្ញបំផុតសម្រាប់មនុស្សទូទៅតែការដែលអាចដកហូតកំហឹងចេញពីបេះដូងឲ្យបានស្អាតបរិសុទ្ធវាគឺជាសមត្ថភាពដ៏កម្រនិងមិនសាមញ្ញទាល់តែសោះឧទាហរណ៍ជាក់ស្ដែងបុគ្គលដែលព្រមអហោសិកម្មឲ្យអ្នកដែលធ្លាប់ធ្វើបាបខ្លួននឹងទទួលបានអារម្មណ៍ស្រស់ថ្លានិងដេកលក់ស្រួលការធ្វើបែបនេះមិនមែនមានន័យថាយើងចោះចាញ់នោះទេតែវាមានន័យថាយើងស្រឡាញ់សេចក្តីសុខផ្លូវចិត្តរបស់ខ្លួនឯងច្រើនជាងអ្នកដែលរស់នៅដោយគ្មានការចងគំនុំគឺជាអ្នកដែលរស់នៅដោយសេរីភាពផ្លូវចិត្តពិតប្រាកដភាពសាមញ្ញនៃការអភ័យទោសវាគឺជាអាវុធដ៏មិនសាមញ្ញឡើយក្នុងការសង្គ្រោះជីវិតរបស់ខ្លួនឯង20ស្ដាប់អ្នកដទៃនិយាយគឺជាភាពសាមញ្ញប៉ុន្តែការយល់ពីអារម្មណ៍របស់គេពិតប្រាកដនោះមិនមែនជាភាពសាមញ្ញនោះទេមេរៀននេះគឺសង្កត់ធ្ងន់ទៅលើជំនាញនៃការស្ដាប់ដោយយកចិត្តទុកដាក់និងការមានចិត្តយល់ពីអ្នកដទៃតាមចិត្តសាស្ត្រមនុស្សគ្រប់រូបតែងតែត្រូវការនរណាម្នាក់ដែលព្រមស្ដាប់ពីបញ្ហារបស់ខ្លួនការអង្គុយស្ងៀមហើយស្ដាប់គេនិយាយគឺជាកាយវិការដែលមើលទៅងាយស្រួលនិងសាមញ្ញបំផុតតែការដែលអាចស្ដាប់ហើយយល់រហូតដល់បេះដូងអ្នកដែលកំពុងនិយាយនោះគឺជាសមត្ថភាពដ៏កម្រនិងមិនសាមញ្ញទាល់តែសោះឧទាហរណ៍ជាក់ស្ដែងអ្នកប្រឹក្សាផ្លូវចិត្តដែលពូកែគ្រាន់តែអង្គុយស្ដាប់និងងក់ក្បាលក៏អាចធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាធូរស្រាលបានដែរនេះវាបង្ហាញថាការស្ដាប់ប្រកបដោយមេត្តាធម៌គឺជាឱសថទិព្វសម្រាប់ព្យាបាលផ្លូវចិត្តអ្នកដទៃអ្នកដែលពូកែស្ដាប់តែងតែទទួលបានការគោរពនិងការស្រឡាញ់ពីមនុស្សជុំវិញខ្លួនជានិច្ចហេតុនេះទើបភាពសាមញ្ញនៃការស្ដាប់គឺជាគន្លឹះដែលមិនសាមញ្ញនៅក្នុងការកសាងទំនាក់ទំនងដ៏ល្អនៅក្នុងសង្គម21ការជួយអ្នកដទៃបើទោះបីជាគ្មានគេឃើញនេះគឺជាភាពសាមញ្ញប៉ុន្តែការមានបេះដូងបរិសុទ្ធវាគឺជាភាពដែលមិនសាមញ្ញឡើយឃ្លានេះគឺឆ្លុះបញ្ចាំងពីសេចក្តីល្អដ៏ពិតប្រាកដដែលមិនត្រូវការសម្ដែងឬត្រូវការអួតអាងប្រាប់គេឯងនោះទេមនុស្សតាមបែបចិត្តសាស្ត្រមួយចំនួនតែងតែធ្វើល្អដើម្បីទទួលបានការសរសើរឬដើម្បីផលប្រយោជន៍អ្វីមួយត្រឡប់មកវិញការលួចធ្វើអំពើល្អដោយស្ងាត់ៗគឺជាសកម្មភាពមួយដ៏សាមញ្ញនិងមិនរញ៉េរញ៉ៃប៉ុន្តែការមានសេចក្តីសុខនិងមោទនភាពចំពោះខ្លួនឯងដោយមិនខ្វល់ពីមុខមាត់នោះគឺជាកម្រិតចិត្តល្អដែលមិនសាមញ្ញនោះឡើយឧទាហរណ៍ជាក់ស្ដែងការរើសសម្រាមតាមដងផ្លូវហើយយកទៅដាក់ក្នុងធុងដោយគ្មាននរណាមើលយើងឃើញនេះវាបង្ហាញពីសីលធម៌ផ្ទាល់ខ្លួនកម្រិតខ្ពស់ទង្វើនេះបញ្ជាក់ថាតម្លៃរបស់មនុស្សគឺស្ថិតនៅលើភាពស្មោះត្រង់ចំពោះសតិសម្បញ្ញៈរបស់ខ្លួនឯងមិនមែននៅលើទស្សនៈរបស់អ្នកដទៃទេអ្នកដែលមានបេះដូងបរិសុទ្ធបែបនេះតែងតែរស់នៅដោយគ្មានភាពនឿយហត់ផ្លូវចិត្តឡើយភាពសាមញ្ញនៃការលួចធ្វើល្អវាបានបណ្ដោះនៅព្រលឹងដ៏មិនសាមញ្ញនិងព្រលឹងដ៏មានភាពខ្ពង់ខ្ពស់មួយ22ការចោះចាញ់ដើម្បីបញ្ចប់ចំនួននោះគឺជាទង្វើដ៏សាមញ្ញប៉ុន្តែការឈ្នះចិត្តខ្លួនឯងគឺជាភាពដែលមិនសាមញ្ញឡើយនេះវាបង្ហាញពីភាពឆ្លៀសវៃក្នុងការទម្លាក់ភាពជជែករឿងរស់ចោលដើម្បីរក្សាសន្តិភាពយោងតាមចិត្តសាស្ត្រការចង់ឈ្នះចង់ចាញ់វាគឺជាសភាវៈធម្មជាតិដែលជំរុញដោយភាពអាត្មានិយមរបស់មនុស្សការព្រមឱនក្បាលនិងនិយាយពាក្យថាសុំទោសមុនវាគឺជាទង្វើដែលមើលទៅហាក់ដូចជាសាមញ្ញនិងទន់ខ្សោយប៉ុន្តែការពិតការដែលអាចទប់កំហឹងនិងសម្លាប់អំនួតរបស់ខ្លួនឯងបាននោះគឺជាភាពខ្លាំងដែលមិនសាមញ្ញនោះទេឧទាហរណ៍ប្តីប្រពន្ធដែលចេះចោះចាញ់គ្នានៅពេលដែលខឹងសម្បាតែងតែអាចរក្សាគ្រួសារឲ្យមានសុភមង្គលបានយូរអង្វែងនេះវាបញ្ជាក់ថាការចោះចាញ់នៅក្នុងសមរភូមិនៃពាក្យសម្ដីគឺជាការឈ្នះនៅក្នុងសមរភូមិនៃផ្លូវចិត្តអ្នកដែលហ៊ានចោះចាញ់ដើម្បីរក្សាទំនាក់ទំនងនោះគឺជាមនុស្សដែលមានភាពចាស់ទុំពិតប្រាកដភាពសាមញ្ញនៃការព្រមចោះចាញ់វាបានបង្ហាញពីភាពមិនសាមញ្ញនៃសេចក្តីក្លាហាននិងភាពមិនសាមញ្ញនៃប្រាជ្ញារបស់ម្នាក់នោះ23យំនៅពេលឈឺចាប់គឺជារឿងសាមញ្ញប៉ុន្តែការងើបក្រោកឡើងវិញឲ្យកាន់តែរឹងមាំនោះមិនមែនជាភាពសាមញ្ញឡើយឃ្លានេះរំលេចឡើងពីដំណើរការនៃការព្យាបាលផ្លូវចិត្តនិងការកសាងភាពធន់នៅក្នុងជីវិតការបង្ហូរទឹកភ្នែកនៅពេលដែលជួបរឿងទុក្ខព្រួយនោះគឺជាប្រតិកម្មធម្មជាតិដើម្បីរំដោះសម្ពាធផ្លូវចិត្តការបណ្ដោយឲ្យខ្លួនឯងយំឲ្យឆ្អែតវាគឺជាវិធីសាស្ត្ររំដោះអារម្មណ៍ដ៏សាមញ្ញបំផុតតែយ៉ាងណាមិញការជូតទឹកភ្នែកឲ្យបន្តដំណើរជីវិតដោយមិនបោះបង់នោះគឺជាឆន្ទៈដ៏មិនសាមញ្ញឡើយឧទាហរណ៍អ្នកជំនួញដែលខ្សែធនហើយចាប់ផ្ដើមសារជាថ្មីរហូតបានជោគជ័យនោះគឺជាវីរបុរសនៃជីវិតរបស់ខ្លួនឯងរឿងនេះសបញ្ជាក់ថាភាពទន់ខ្សោយមួយពេលមិនអាចកំណត់ជោគវាសនាមនុស្សបានឡើយសំខាន់គឺការក្រោកឈរឡើងវិញ
ការបំផ្លាញការជឿចាប់ឲ្យទៅជាធម្មពលនៃការតស៊ូវាគឺជាសិល្បៈនៃការរស់រានមានជីវិតកម្រិតខ្ពស់បំផុតភាពសាមញ្ញនៃការយំវាបានលាងសម្អាតផ្លូវចិត្តដើម្បីស្វាគមន៍ភាពមិនសាមញ្ញនៃការរឹងមាំ 4. ស្រឡាញ់អ្វីដែលខ្លួនឯងមាននោះគឺជាភាពសាមញ្ញប៉ុន្តែការបំបត្តិការច្រណែនឈ្នានីសនោះគឺជាភាពមិនសាមញ្ញឡើយតាមទស្សនៈចិត្តសាស្ត្រមនុស្សភាគច្រើនតែមានទម្លាប់ប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃដែលល្អជាងខ្លួនជានិច្ចការចេះពេញចិត្តនិងអរគុណចំពោះរបស់ដែលខ្លួនកំពុងតែមាននោះគឺជាការគិតដែលសាមញ្ញដើម្បីស្វែងរកសេចក្តីសុខទោះជាយ៉ាងណាក៏ដោយការដែលមានចិត្តត្រេកអរនៅពេលដែលឃើញគេបានល្អដោយគ្មានការច្រណែននេះគឺជារឿងដែលមិនសាមញ្ញនោះទេជាក់ស្ដែងអ្នកក្រីក្រដែលត្រេកអរពេលឃើញអ្នកជិតខាងទិញឡានថ្មីនោះគឺជាបុគ្គលដែលមានចិត្តទូលាយដូចសមុទ្រការមិនប្រៀបធៀបខ្លួនឯងជាមួយគេវាជួយឲ្យយើងរួចផុតពីគុកនៃភាពតានតឹងនិងការអាក់អន់ចិត្តបុគ្គលដែលធ្វើបែបនេះបានគឺតែងតែមានសន្តិភាពផ្លូវចិត្តជាប់ជានិច្ចភាពសាមញ្ញនៃការចេះស្កប់ស្កល់វាបានបំផ្លាញចោលនូវជំងឺច្រណែនដ៏គួរឲ្យខ្លាចយ៉ាងមិនសាមញ្ញ 25 ផ្ដោតទៅលើបច្ចុប្បន្នគឺជាភាពសាមញ្ញប៉ុន្តែការឈប់សោកស្ដាយពីរឿងអតីតកាលនោះមិនមែនជាភាពសាមញ្ញឡើយនេះគឺជាសារៈសំខាន់នៃការរស់នៅក្នុងពេលបច្ចុប្បន្នដើម្បីជៀសវាងការជឿចាប់ផ្លូវចិត្តកម្រិតធ្ងន់ខួរក្បាលរបស់មនុស្សតែងតែងាយនឹងរសាត់អណ្ដែតនឹកគិតទៅដល់កំហុសចាស់ៗដែលធ្លាប់បានកើតឡើងពីមុនការដកដង្ហើមវែងៗនិងផ្ដោតអារម្មណ៍ទៅលើអ្វីដែលខ្លួនកំពុងតែធ្វើនៅក្នុងមុខវាគឺជាសកម្មភាពដ៏សាមញ្ញបំផុតតែការដែលយើងអាចលែងជាប់ជំពាក់ជាមួយនឹងរឿងអតីតកាលទាំងស្រុងនោះគឺជាការបន្សុទ្ធចិត្តដែលមិនសាមញ្ញនោះទេដូចជាអ្នកដែលធ្លាប់បែកបាក់ស្នេហាហើយអាចកសាងជីវិតថ្មីយ៉ាងមានក្តីសុខនោះគឺជាមនុស្សដែលយល់ពីតម្លៃនៃបច្ចុប្បន្នការព្រមទទួលស្គាល់ថាអតីតកាលមិនអាចកែប្រែបានគឺជាការបើកទ្វារទទួលយកភាពស្រស់បំព្រងនៅថ្ងៃនេះអ្នកដែលចេះរស់នៅជាមួយនឹងបច្ចុប្បន្នតែងតែមានថាមពលនិងការតាំងចិត្តខ្ពស់ជានិច្ចដូច្នេះភាពសាមញ្ញនៃការផ្ដោតអារម្មណ៍បានផ្ដល់នូវសេរីភាពផ្លូវចិត្តដ៏មិនសាមញ្ញជូនមនុស្សមួយសើចសប្បាយជាមួយនឹងមិត្តភ័ក្តិគឺជាភាពសាមញ្ញប៉ុន្តែការរក្សាទឹកចិត្តស្មោះត្រង់ក្នុងគ្រាលំបាកនោះគឺជាភាពមិនសាមញ្ញនោះទេនេះវាឆ្លុះបញ្ចាំងពីតម្លៃនៃមិត្តភាពពិតប្រាកដដែលបានវាស់ស្ទង់នៅក្នុងកលៈទេសៈដ៏លំបាកបំផុតជាធម្មតាមនុស្សមានលុយនិងមានកេរ្តិ៍ឈ្មោះមនុស្សជាច្រើនតែងតែចង់ចូលមកក្បែរការជួបជុំហូបចុកសើចសប្បាយជាមួយគ្នាវាគឺជាសកម្មភាពសង្គមដ៏សាមញ្ញនិងងាយស្រួលបំផុតប៉ុន្តែពេលដែលយើងធ្លាក់ខ្លួនមិត្តដែលព្រមលូកដៃជួយយើងនោះគឺជាប្រភេទមនុស្សដែលមិនសាមញ្ញនោះទេឧទាហរណ៍មិត្តដែលហ៊ានខ្ចីលុយគេដើម្បីយកមកជួយសង្គ្រោះជំងឺរបស់យើងនោះគឺជាមិត្តភ័ក្តិដែលមានមិត្តភាពមិនអាចកាត់ថ្លៃបានរឿងនេះបញ្ជាក់ថាភាពស្មោះត្រង់ពិតប្រាកដមិនអាចមើលឃើញនៅពេលដែលផ្ទៃមេឃស្រឡះនោះទេការរក្សាបាននៅមិត្តល្អម្នាក់នៅក្នុងជីវិតគឺវាមានតម្លៃជាងមិត្តคล้ายៗរាប់ពាន់នាក់ភាពសាមញ្ញនៃការរាប់អានបានលាក់ទុកនូវគុណតម្លៃនៃការលះបង់ដ៏មិនសាមញ្ញទី 7 គោរពចាស់ទុំគឺជាភាពសាមញ្ញប៉ុន្តែការផ្ដល់កិត្តិយសទៅដល់មនុស្សគ្រប់វណ្ណៈវាមិនមែនជាភាពសាមញ្ញទេឡើយនេះវាបង្ហាញពីសីលធម៌នៃការវាយតម្លៃមនុស្សដោយមិនរើសអើងនិងមិនប្រកាន់ឋានៈនោះទេនៅក្នុងសង្គមទូទៅការគោរពអ្នកដែលមានឋានៈខ្ពស់ជាងឬអ្នកដែលមានវ័យចាស់ជាងវាជាទម្លាប់ដ៏សាមញ្ញមួយទៅហើយមនុស្សភាគច្រើនធ្វើបែបនេះដោយសារតែទំនៀមទម្លាប់ឬដោយសារតែការចង់បានមុខមាត់តែប៉ុណ្ណោះប៉ុន្តែការព្រមលើកដៃសំពះឬញញឹមដាក់អ្នកសុំទាននិងអ្នកបោសសម្រាមវាគឺជាចិត្តគំនិតដែលមិនសាមញ្ញនោះទេទង្វើនេះវាបញ្ជាក់ពីភាពថ្លៃថ្នូររបស់មនុស្សដែលកើតចេញពីការចេះឲ្យតម្លៃមនុស្សដូចគ្នាអ្នកដែលមានអត្តចរិតបែបនេះតែងតែមានបេះដូងពោពេញទៅដោយភាពកក់ក្ដៅនិងសន្តិភាពដូច្នេះភាពសាមញ្ញនៃការគោរពវាបានឆ្លុះបញ្ចាំងពីព្រលឹងប្រកបដោយមេត្តាធម៌ដែលមិនសាមញ្ញនោះទេ 28 ការដកដង្ហើមចូលវែងៗវាគឺជារឿងសាមញ្ញប៉ុន្តែការគ្រប់គ្រងកំហឹងមិនឲ្យផ្ទុះឡើងវាគឺជារឿងដែលមិនសាមញ្ញនោះទេធម្មជាតិរបស់មនុស្សនៅពេលខឹងចង្វាក់បេះដូងគឺលោតញាប់ហើយខួរក្បាលបាត់បង់ការពិចារណាការឈប់មួយផ្លែតហើយដកដង្ហើមវែងៗវាជាវិធីសាស្ត្របន្ធូរអារម្មណ៍ដ៏សាមញ្ញនិងចំណាយពេលខ្លីបំផុតប៉ុន្តែការអាចទប់មាត់មិននិយាយពីអាក្រក់នៅពេលដែលយើងកំពុងតែខឹងនោះគឺជាការតស៊ូផ្លូវចិត្តដែលមិនសាមញ្ញទាល់តែសោះឧទាហរណ៍បុគ្គលដែលញញឹមហើយដើរចេញនៅពេលដែលគេជេរប្រមាថគឺជាអ្នកដែលឈ្នះទៅលើអារម្មណ៍ខ្លួនឯងទាំងស្រុងការធ្វើបែបនេះជួយការពារយើងពីការធ្វើរឿងល្ងីល្ងើដែលនាំឲ្យមានវិប្បដិសារីនៅពេលក្រោយអ្នកដែលចេះគ្រប់គ្រងកំហឹងគឺជាអ្នកដែលរក្សាបាននូវភាពថ្លៃថ្នូរជានិច្ចហេតុនេះ
ភាពសាមញ្ញនៃការដកដង្ហើមវាគឺជាអាវុធដែលមិនសាមញ្ញដើម្បីពន្លត់ភ្លើងកំហឹងរបស់យើង29គោលដៅដ៏អស្ចារ្យបំផុតនៃការរស់នៅដែលសាមញ្ញគឺជាការក្លាយជាម្ចាស់លើចិត្តរបស់ខ្លួនឯងទ្រឹស្ដីចិត្តសាស្ត្ររបស់លោក Maslow ដែលនិយាយអំពីការសម្រេចបាននូវសក្តានុពលពេញលេញរបស់ខ្លួនវាគឺជាចំណុចកំពូលរបស់មនុស្សហើយរាល់គោលដៅសម្ភារៈឋានៈឬការទទួលស្គាល់ពីសង្គមគឺគ្រាន់តែជារបស់ខាងក្រៅខ្លួនដែលនៅទីបំផុតមិនអាចកំដរយើងបានជារៀងរហូតនោះឡើយការរស់នៅបែបសាមញ្ញវាតម្រង់ទិសយើងឲ្យវិលត្រឡប់មកខាងក្នុងខ្លួនរបស់យើងវិញដើម្បីវឹកហាត់ផ្លូវចិត្តឲ្យមានភាពរឹងមាំនិងស្ងប់ស្ងាត់គ្រប់កាលៈទេសៈការក្លាយជាម្ចាស់ទៅលើចិត្តរបស់ខ្លួនឯងវាមានន័យថាយើងលែងក្លាយជាទាសករនៃសេចក្តីខឹងសេចក្តីលោភនិងភាពភ័យខ្លាចទៀតហើយឧទាហរណ៍បរិះវ័យចំណាស់ម្នាក់ដែលឆ្លងកាត់ការឡើងចុះនៃជីវិតជាច្រើនគាត់រកឃើញនូវសេចក្តីសុខពិតតាមរយៈការអានសៀវភៅនិងផឹកតែយ៉ាងសាមញ្ញដោយចិត្តស្ងប់ភាពស្ងប់ស្ងាត់និងចិត្តដែលទូលំទូលាយនេះគឺជាលទ្ធផលនៃការវឹកហាត់ដោយមិនវង្វេងគោលដៅអស់រយៈពេលជាច្រើនឆ្នាំរបស់គាត់វាជាសេរីភាពខាងផ្លូវចិត្តដ៏បរិសុទ្ធដែលធ្វើឲ្យជីវិតទាំងមូលរបស់គាត់គ្មានការស្ដាយក្រោយរហូតដល់ដង្ហើមចុងក្រោយដូច្នេះហើយទៅភាពសាមញ្ញនិងការគ្រប់គ្រងចិត្តរបស់ខ្លួនឯងគឺជាគោលដៅចុងក្រោយនិងខ្ពង់ខ្ពស់បំផុតនៃដំណើរជីវិតរបស់មនុស្សជាតិពិតៗ30ចាក់ចេញពីលោកនេះវាគឺជាភាពសាមញ្ញប៉ុន្តែការបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អនោះមិនមែនជាភាពសាមញ្ញឡើយនេះគឺជាមេរៀនសម្រងចិត្តសាស្ត្រចុងក្រោយដែលសង្កត់ធ្ងន់ទៅលើគោលដៅនិងគុណធម៌ចុងក្រោយនៃជីវិតរបស់មនុស្សនៅលើផែនដីនេះតាមក្រឹតក្រមធម្មជាតិមនុស្សកើតមកតែងតែជាមិនផុតពីសេចក្តីស្លាប់ដែលជាទីបញ្ចប់នៃជីវិតឡើយការស្លាប់ហើយរលាយបាត់រូបរាងវាគឺជាដំណើរវាវត្តសង្សារដ៏សាមញ្ញនិងធម្មតាបំផុតរបស់ភាវៈរស់ប៉ុន្តែការដែលអាចសាងអំពើល្អរហូតដល់មនុស្សជំនាន់ក្រោយនៅតែចងចាំនិងនឹកសរសើរយើងនោះជាភាពអមតៈដ៏មិនសាមញ្ញនោះទេឧទាហរណ៍ជាក់ស្ដែងដូចជាវីរបុរសលោក Nelson Mandela បើទោះបីជាស្លាប់បាត់ទៅហើយតែកេរ្តិ៍ឈ្មោះរបស់លោកនៅតែក្រអូបជានិច្ចនេះសបញ្ជាក់ឲ្យឃើញថាអាយុជីវិតមានកំណត់ប៉ុន្តែឥទ្ធិពលនៃអំពើល្អគឺគ្មានដែនកំណត់នោះឡើយអ្នកដែលអាចរស់នៅដើម្បីប្រយោជន៍សង្គមគឺជាមនុស្សដែលអាចយកឈ្នះទៅលើសេចក្តីស្លាប់បានយ៉ាងពិតប្រាកដហើយទីបំផុតភាពសាមញ្ញនៃការស្លាប់វាបានបន្សល់ទុកនៅអមតៈផ្លូវចិត្តដ៏រស់រវើកនិងមិនសាមញ្ញជារៀងរហូតអរគុណសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយសូមជម្រាបលា